របៀបតេស្ត P ធំនៅក្នុងថ្នាក់បឋម PAP អញ្ចឹងនៅពេលដែលលោកគ្រូចូលទៅកាន់ថ្នាក់បឋម PAP បានបែបហ្នឹងហើយលោកគ្រូចុចកន្លែងថ្នាលបាទនៅខាងក្រោមបាទ logo យើងនេះរួចហើយលោកគ្រូជ្រើសរើសអនុវិស័យបឋមបាទតោះមកយើងជ្រើសរើសពាក្យសិស្សហើយរើសពាក្យបឋម PTOM បាទអញ្ចឹងវានឹងរុញទៅថាថ្មីបាទរងចាំតិចហើយលោកគ្រូបាទនឹងឃើញកន្លែងវាចូលលេខគណនីហើយបាទលេខសម្ងាត់អញ្ចឹងយើងប្រើលេខគណនីហើយលេខកូដសម្ងាត់ហ្នឹងដូចជាមួយនឹងថ្នាក់បឋមយើងតោះមកលោកគ្រូចុចទៅលើបាទ logo ឈ្មោះរបស់យើងហ្នឹងរួចយើងជ្រើសរើសពាក្យបញ្ជីសិស្សបាទបន្ទាប់មកលោកគ្រូបាទចុចត្រង់កន្លែងសិស្សរបស់ខ្ញុំបាទចឹងនៅពេលដែលសិស្សលោកគ្រូបានប្រឡងហើយបាទប្រឡង CALM ហើយឬក៏តេស្តឆមាសហើយយើងនឹងបានលទ្ធផលសិស្សបែបហ្នឹងហើយយើងអាចតេស្តពីធំឲ្យហើយបាទចឹងបញ្ជាក់ជូនថានៅពេលដែលសិស្សលោកគ្រូទទួលបាននិទ្ទេស A ដល់ F នៅក្នុងការប្រឡង CALM មិនប្រកាសថាសិស្សលោកគ្រូហ្នឹងគាត់ស្ថិតនៅក្នុងការបំពន់ទេបាទចឹងមានថាការប្រឡងរបស់គាត់អាចថា plot ស្នៀតអីចឹងទៅចឹងយើងមកតេស្តបាទបញ្ជាក់មួយសារទៀតបើសិនជាគាត់ពិតជាមានសមត្ថភាពមែនចឹងគាត់នឹងមិនទៅនៅក្នុងកម្រិត1កម្រិត2ឬក៏កម្រិត3ទេចឹងណាចឹងលោកគ្រូអាចជ្រើសរើសសិស្សណាមួយឥឡូវខ្ញុំឧទាហរណ៍ថាយើងជ្រើសរើសសិស្សតាប់សវណ្ណរាជបាទចឹងគាត់បានខ្មែរក៏ F គណិតក៏ F ចឹងលោកគ្រូត្រូវបាទមកខាងស្ដាំដៃនេះត្រូវតេស្តទាំងមុខវិជ្ជាខ្មែរហើយនឹងគណិតបាទពីហ្នឹងគឺយើងតេស្តម្ដងម្នាក់បាទចឹងយើងនឹងធ្វើការតេស្តខ្មែរមុនបាទចឹងសិស្សឈ្មោះតាមស្ដាប់សវណ្ណរាជហ្នឹងគឺគាត់នៅខ្មែរកម្រិត1ចឹងយើងតេស្តខ្មែរកម្រិត1មុនយើងចុចលើហ្នឹងមកបាទពេលដែលយើងចុចលើហ្នឹងហើយវានឹងបាទបន្ទុកវិញ្ញាសាបាទចឹងយើងរងចាំតិចបាទចឹងវាចេញតម្រងវិញ្ញាសាបែបហ្នឹងចឹងលោកគ្រូអ្វីដែលយើងជួយសិស្សរបៀបតេស្តគឺយើងតេស្តគ្រូមួយសិស្សម្នាក់បាទមួយទល់មួយណាចឹងយើងអាចសួរសិស្សថាបាទនេះស្អីគេបាទចឹងឲ្យគាត់អានទៅបើគាត់អានត្រូវយើងចុចរង្វង់មូលតែបើគាត់អានខុសយើងចុចការ៉េបាទចឹងយើងបន្តបាទនៅតែធ្វើអញ្ចឹងសួរគាត់ថាអានថាម៉េចបាទបើគាត់អានអត់ច្បាស់យើងឲ្យគាត់អានម្ដងទៀតហើយបើសិនជាគាត់អានលក្ខណៈថាផន់ច្រឡំយើងទៅឱកាសគាត់ហើយបើគាត់កាំងត្រឹម3វិនាទីលោកគ្រូបាទចុចការ៉េនេះទៅមានថាគាត់ឆ្លើយខុសហើយបាទហើយពាក្យដែលចេញបែបនេះលោកគ្រូអត់ប្រកបទេឲ្យគាត់ប្រកបទេគាត់អានតែម្ដងរយៈពេលយើងទុកឲ្យគាត់តែ3វិនាទីឯងបានហើយរំលឹកក្នុងចិត្តគាត់អានអត់បានទេយើងចុចបាទការ៉េបាទដល់នេះគឺខ្ញុំចុចបាទខុសផងត្រូវផងបាទបើត្រូវចុចរង្វង់មូលបើខុសយើងចុចការ៉េបាទអញ្ចឹងរហូតក្នុងកម្រិត1មាន25សំណួរបាទគ្រូអាចជ្រើសឲ្យសិស្សអានហើយយើងដាក់ស្នើប្រឡងតោះមកយើងចុចពាក្យដាក់ស្នើអញ្ចឹងត្រង់ចំណុចនេះដែរជាទូទៅបើពេលថ្ងៃគឺរៀងវិលបាទអញ្ចឹងបើវិលអាចនៅវិលរហូតលោកគ្រូចុចមកស្ដាំ refresh វាទៅតែនៅពេលយកចិត្តគឺងាយស្រួលបាទអញ្ចឹងវាថាបានដាក់ស្នើប្រឡងជោគជ័យយើងចុច OK បាទអញ្ចឹងយើងរងចាំមើលសិស្សតាប់សវណ្ណរាជបាទពេលយើងប្រឡងហើយបាទវានឹងលុបភាគរយបាទសិស្សហ្នឹងគឺទទួលបាន 50% អញ្ចឹងដើម្បីគាត់ឆ្លងប្រកបកម្រិត1លោកតាគាត់តេស្តបាន 80% អញ្ចឹងមានថាសិស្សរបស់យើងឈ្មោះតាប់សវណ្ណរាជហ្នឹងគឺជាសិស្សបាទត្រូវរៀននៅក្នុងកម្រិត1បាទភាសាខ្មែរណាអញ្ចឹងគាត់ទៅនឹងហើយតាមលោកគ្រូអាចទៅតេស្តគណិតម្ដងទៅទៅណាបាទអញ្ចឹងលោកគ្រូប្រើការតេស្តបែបហ្នឹងរហូតដល់អស់សិស្សរបស់លោកគ្រូបាទអញ្ចឹងរបៀបតេស្តរបស់ខ្ញុំបង្ហាញមានតែប៉ុណ្្នឹងទេបាទជម្រាបលាលោកគ្រូ